បងប្អូនបានដឹងហើយស្រុកខ្មែរយើងដូចមានព្រឹត្តិការណ៍ប្លែកៗមិនមែនតែស្រុកខ្មែរយើងទេប្រហែលជាលើពិភពលោកមានកន្លែងខ្លះក៏ប្លែកៗដូចជាខ្មែរដែរប៉ុន្តែរឿងមួយដែលប្រទេសយើងចាត់ជាគោលដៅទេសចរដ៏ចម្បងមួយដែលរាជរដ្ឋាភិបាលខំប្រឹងប្រែងផ្សព្វផ្សាយវិស័យទេសចរទៅកាន់ពិភពលោកប៉ុន្តែមានបងប្អូនមួយចំនួនជាជនជាតិខ្មែរហ្នឹងក៏របៀបជាកេងប្រវ័ញ្ចឬក៏អត់យល់ដឹងថាខ្លួនត្រូវធ្វើអីជាក្នុងនាមជាម្ចាស់ផ្ទះបាទដូចមានរូបថតមួយអញ្ចឹងភ្ញៀវគាត់អត់មានបញ្ហាអីផងគាត់នៅភ្ញៀវគាត់មានសុជីវធម៌សុភាពរាបសារសួរទៅកាន់តើអ្នកសុខសប្បាយទេអីចឹងហើយគាត់បែរទៅជាកំងកំងដាក់ភ្ញៀវហើយសម្ដែងអាការៈដែលមិនគាត់បីទៅកាន់ភ្ញៀវដែលគេមិនដឹងអីសោះនោះភ្ញៀវក៏បើសិនជាយើងទៅដល់លេងស្រុកគេហើយយើងទៅសួរគេហើយសួរស្ដីគេសម្ដែងការគួរសមទៅដល់អ្នកដទៃហើយអ្នកដទៃសម្ដែងការមិនគួរសមទៅដាក់យើងតើយើងមានអារម្មណ៍យ៉ាងណាអានឹងបងប្អូនជនជាតិកម្ពុជាទាំងអស់គួរតែយល់ដឹងថាប្រទេសយើងជាប្រទេសដែលមានអរិយធម៌ដ៏ចាស់ចំណាស់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយប្រទេសយើងមានប្រជាពលរដ្ឋល្អហើយបើយើងធ្វើដាក់ភ្ញៀវទេសចរដែលមកកាន់ប្រទេសយើងហើយយើងអត់ដឹងថាត្រូវគោរពមិនហើយធ្វើយ៉ាងម៉េចនោះហើយយើងសម្ដែងអកប្បកិរិយាដាក់ភ្ញៀវទេសចរដែលគេមកលេងស្រុកយើងមិនល្អដោយប្រការណាមួយជះឥទ្ធិពលដល់អ្នកដទៃដូចដឹងស្រាប់ហើយវិស័យទេសចរបើសិនតែយើងធ្វើល្អដាក់ភ្ញៀវចំនួន100ទៅ1000នាក់ភ្ញៀវនឹងអាចនិយាយឬម្នាក់ឬក៏2នាក់និយាយទៅកាន់ភ្ញៀវអ្នកទៅកាន់ភ្ញៀវដទៃប៉ុន្តែបើសិនតែយើងបានតែប្រហែលតែម្នាក់ឬក៏2នាក់អីទេប៉ុន្តែបើសិនតែយើងធ្វើអ្វីដែលឲ្យភ្ញៀវថ្នាក់ចិត្តមិនសប្បាយចិត្តតែម្នាក់ទេភ្ញៀវនឹងអាចនិយាយទៅកាន់ភ្ញៀវលើពិភពលោកនឹងរហូតដល់100ទៅ1000នាក់អញ្ចឹងទោះបីយ៉ាងណាក៏ដោយយើងជាប្រជាពលរដ្ឋនៅក្នុងតំបន់ឃើញភ្ញៀវទេសចរគេនិយាយ hello ទៅកាន់យើងបើមិនចេះ hello យើងមិនចេះអីក៏យើងនៅស្ងៀមទៅញញឹមដាក់ទៅតែប៉ុណ្ណឹងបានហើយមិនបាច់ទៅចងេងចងាងឲ្យដាក់ភ្ញៀវទេវាឡើងតែភ្ញៀវនឹងវាមានដែរមិនមែនថាភ្ញៀវនឹងមិនល្អទេភ្ញៀវខ្ញុំធ្លាប់ធ្វើការក្នុងវិស័យទេសចរ 4-5 ឆ្នាំដែរមានភ្ញៀវខ្លះក៏ចងេងចងាងដែរប៉ុន្តែភាគច្រើនភ្ញៀវដែលមកលេងស្រុកយើងគឺគេ slot boat គេមិនចងេងចងាងដាក់អីដាក់យើងទេហើយបើក៏ភ្ញៀវសួរផ្លូវឬសួរទីតាំងបើយើងដឹងក៏ប្រាប់ទៅបើយើងមិនដឹងទេយើងក៏តែប្រាប់ភ្ញៀវថាមិនដឹងអញ្ចឹងទៅតែប៉ុណ្្នឹងទៅចាប់ហើយយើងមិនទៅចងេងចងាងឲ្យដាក់ភ្ញៀវទេហើយនេះជាសារមួយដែរដល់បងអ្នកប្រកបអាជីវកម្មអ្នករត់តាក់ស៊ីក្តីប្រម៉កអង្គ3ក្តីទោះបីសប្បាយចិត្តឬក៏សប្បាយចិត្តយើងកាន់តែជីបក្នុងចិត្តទៅយើងមិនសម្ដែងអាការៈដែលមិនគួរក៏បីដល់ភ្ញៀវនឹងទេខ្ញុំអត់មានអីទេមានតែប៉ុណ្្នឹងគាត់តែសង្ឃឹមថាបងប្អូនអ្នករត់កង់3ឬក៏បងប្អូនប្រកបអាជីវកម្មក្នុងវិស័យទេសចរហ្នឹងបងប្អូនជួយគ្នាតិចអ្នកទៅដើម្បីឲ្យខ្មែរយើងពីមួយឆ្នាំទៅមួយឆ្នាំមានភ្ញៀវទេសចរកាន់តែច្រើនឡើងហើយបងប្អូនដែលប្រកបអាជីវកម្មជាមួយនឹងភ្ញៀវទេសចរហ្នឹងក៏ទទួលបានកម្រៃតាមនឹងដែរអញ្ចឹងទៅបាទខ្ញុំមានយោបល់ទេតែប៉ុណ្្នឹងទេសូមអរគុណច្រើនបាយ